ជំរាបសួរឌីណា ជួយសួរសុំមិញ នៅក្នុងច្បាប់ខ្មែរនៅពេលដែលបុគ្គលម្នាក់គាត់ទទួលមរណភាពតើទ្រព្យសម្បត្តិដែលជាកេរមរតករបស់គាត់នោះត្រូវបែងចែកដោយរបៀបណាដែរទៅ សុំមិញការបែងចែកគេមរតកគឺមានចែងនៅក្នុងក្រមរដ្ឋប្រវេណីឆ្នាំ2007ចាប់ពីមាត្រា1145រហូតដល់មាត្រា1304ដែលគេដាក់ចំណងជើងថាសន្តតិកម្មមុននឹងនិយាយចូលដល់សាច់រឿងហ្នឹងយើងត្រូវដឹងអំពីពាក្យច្បាប់ខ្លះៗដើម្បីស្រួលនិយាយគ្នាសន្តតិកម្មគឺមានន័យថាជាការផ្ទេរមរតកសន្តតិជនគឺជនដែលត្រូវទទួលចំណែកគេមរតកមតកជនគឺជនដែលទទួលមរណភាពហើយដែលគេមរតករបស់គាត់ហ្នឹងត្រូវយកទៅផ្ទេរទៅឲ្យសន្តតិជនមតកសាសគឺមានន័យថាជាបណ្ដាំរបស់មតកជនសហព័ន្ធគឺមានន័យថាជាប្តីឬជាប្រពន្ធសន្តតិកម្មឬក៏ការផ្ទេរមរតកគឺត្រូវធ្វើឡើងអាចធ្វើឡើងតាមពីររបៀបទី1បើសិនជាមតកជនគាត់មានទុកបណ្ដាំការផ្ទេរការបែងចែកមរតករបស់គាត់គឺត្រូវធ្វើទៅតាមបណ្ដាំរបស់គាត់ដែលគេឲ្យឈ្មោះថាសន្តតិកម្មតាមបណ្ដាំឬសន្តតិកម្មតាមមតកសាសទី2បើសិនជាអត់មានបណ្ដាំទេការផ្ទេរមរតកគឺត្រូវធ្វើឡើងទៅតាមការកំណត់ដោយបទបញ្ញត្តិដែលមានចែងនៅក្នុងក្រមរដ្ឋប្រវេណីខ្មែរដែលគេឲ្យឈ្មោះថាសន្តតិកម្មតាមច្បាប់ដូច្នេះបើយើងមើលទៅក្រមរដ្ឋប្រវេណីគឺផ្ដល់អត្ថិភាពទៅលើឆន្ទៈរបស់ម្ចាស់មរតកបើសិនជាមានបណ្ដាំគឺត្រូវតែបែងចែកទៅតាមបណ្ដាំលុះត្រាតែអត់មានបណ្ដាំទើបត្រូវបែងចែកទៅតាមការកំណត់ដោយច្បាប់ចាហើយចុះនៅក្នុងបណ្ដាំនោះតើម្ចាស់ទ្រព្យមានសិទ្ធិបែងចែកគេមរតករបស់គាត់យ៉ាងដូចម្ដេចក៏បានឬក៏យ៉ាងម៉េចទៅវិញឌីណាសូមមតកជនមានសិទ្ធិធ្វើការបែងចែកគេមរតករបស់គាត់យ៉ាងម៉េចក៏បានដែរក៏ប៉ុន្តែត្រូវគោរពលក្ខខណ្ឌមួយដែលចែងក្នុងច្បាប់ដែលគេហៅថាភាគបំរុងមានន័យថាគេមរតកមួយផ្នែកគឺត្រូវតែធ្វើការបែងចែកទៅតាមការកំណត់របស់ច្បាប់គេមរតកដែលនៅសេសសល់ពីភាគបំរុងហ្នឹងទើបមតកជនហ្នឹងអាចដាក់បណ្ដាំបែងចែកទៅតាមចិត្តចង់បានសួរតើភាគបំរុងមានទំហំប៉ុណ្ណាហើយត្រូវយកទៅបែងចែកឲ្យនរណាខ្លះហើយយោងតាមមាត្រា1230នៃក្រមរដ្ឋប្រវេណីអ្នកមានសិទ្ធិលើភាគបំរុងគឺរួមមានកូនរបស់មតកជនបើអត់មានកូនសោះគឺត្រូវធ្លាក់ទៅឪពុកម្ដាយឬបើមិនអញ្ចឹងទេត្រូវធ្លាក់ទៅជីដូនជីតាហើយអ្នកមានសិទ្ធិលើភាគបំរុងមួយទៀតគឺសហព័ន្ធរបស់មតកជនទ្រព្យសម្បត្តិពាក់កណ្ដាលគឺត្រូវបំរុងយកទៅបែងចែកជាចំណែកស្មើគ្នារវាងកូនឬក៏ឪពុកម្ដាយឬក៏ជីដូនជីតានិងសហព័ន្ធរបស់មតកជនបើសិនជាអត់មានសហព័ន្ធនិងអត់មានកូនទេឧទាហរណ៍ថាមតកជននឹងគាត់នៅលេងមុនពេលស្លាប់ហើយក្រោយពេលដែលគាត់ស្លាប់ទៅគាត់ក៏មិននៅសល់តែឪពុកម្ដាយឬក៏មានតែជីដូនជីតាអាហ្នឹងភាពបំរុងគឺមានតែ1/3ប៉ុណ្ណោះអញ្ចឹងទ្រព្យដែលនៅសល់ពីភាពបំរុងទៅម្ចាស់ទ្រព្យហ្នឹងអាចយកទៅបែងចែកយ៉ាងម៉េចក៏បានដែរតាមតែចិត្តរបស់គាត់ចង់ដោយមានចែងនៅក្នុងបណ្ដាំមរតករបស់គាត់ក៏ប៉ុន្តែភាពបំរុងច្បាប់បំរុងទុកតែក្នុងករណីមានអ្នកទទួលភាពបំរុងហ្នឹងឧបមាថាបុគ្គលម្នាក់គាត់នៅតែឯងអត់មានកូននៅលីវអត់រៀបការឪពុកម្ដាយក៏ស្លាប់អស់ជីដូនជីតាក៏ស្លាប់អស់ក្នុងករណីហ្នឹងគឺគាត់មានសិទ្ធិរៀបចំបណ្ដាំបែងចែកគេមរតករបស់គាត់ទាំងអស់ទៅតាមចិត្តរបស់គាត់ចង់បានដោយអត់មានភាពបំរុងទេពីព្រោះថាអ្នកដែលទទួលភាពបំរុងហ្នឹងអត់មានសូមបញ្ជាក់បន្តិចឲ្យបានច្បាស់ថាអត់មានកូនមិនមែនមានន័យថាមិនមានន័យថាមិនដែលមានកូនសោះបើសិនជាមានកូនដែរក៏ប៉ុន្តែកូននោះស្លាប់ទៅហើយមុននឹងស្លាប់គាត់មានកូនតទៅទៀតមានន័យថាត្រូវជាចៅរបស់មតកជនអញ្ចឹងភាពបំរុងនៅតែមានដោយយកភាពបំរុងហ្នឹងត្រូវប្រគល់ទៅឲ្យចៅដែលគេហៅថាសន្តតិកម្មជំនួសចាស់ចុះនៅក្នុងករណីដែលមិនមានបណ្ដាំទៅវិញតែច្បាប់កំណត់យ៉ាងដូចម្ដេចខ្លះអំពីការបែងចែកមរតកនេះតែក្នុងករណីគ្មានបណ្ដាំច្បាប់កំណត់ថាគេមរតកត្រូវចែកជាចំណែកស្មើគ្នាជាគោលការណ៍គឺចែកជាចំណែកស្មើគ្នាទៅឲ្យសន្តតិជនដែលជាចំណែកដែលចែកជា3លំដាប់លំដាប់ទី1គឺកូនលំដាប់ទី2គឺឪពុកម្ដាយលំដាប់ទី3គឺបងប្អូនបង្កើតហើយការបែងចែកជាលំដាប់នេះមានន័យថាបើសិនជាមានសន្តតិជនលំដាប់ទី1លំដាប់ទី2និងលំដាប់ទី3គឺអត់បានអ្វីទាំងអស់គឺយកទៅឲ្យទាំងអស់ទៅចែកឲ្យលំដាប់ទី1តើអត់មានសន្តតិជនលំដាប់ទី1ទៅគឺយកទៅបែងចែកឲ្យលំដាប់ទី2ហើយលំដាប់ទី3អត់បានទេតើតែទាំងទី1ក៏អត់ទាំងទី2ក៏អត់ទើបមរតកហ្នឹងធ្លាក់ទៅសន្តតិជនលំដាប់ទី3គឺបងប្អូនបង្កើតហ្នឹងឧបមាថាបើសិនជាមតកជនមានកូនគឺត្រូវចែកទៅឲ្យកូនបើទោះបីជាគាត់នៅមានឪពុកម្ដាយនិងបងប្អូនបង្កើតក៏ដោយក៏ឪពុកម្ដាយនិងបងប្អូនបង្កើតហ្នឹងមិនមានសិទ្ធិទទួលគេមរតកហ្នឹងដែរតើអត់មានកូនទើបគឺយកទៅឲ្យឪពុកម្ដាយហើយតើអត់មានទាំងកូនអត់មានទាំងឪពុកម្ដាយទើបគេមរតកហ្នឹងធ្លាក់ទៅដល់ដៃបងប្អូនបង្កើតហើយសូមបញ្ជាក់ម្ដងទៀតខាងលើមិនហ្នឹងថាអត់មានកូនមិនមែនមានន័យថាអត់មានកូនសោះមិនមែនមានន័យថាកូននឹងស្លាប់ទេបើសិនជាករណីដែលមានកូនហើយកូនស្លាប់គឺចូលទៅក្នុងករណីសន្តតិកម្មចំនួនដែលខ្ញុំបានលើកឡើងខាងលើ
ចុងក្រោយគឺតកតងនឹងសហព័ន្ធនេះថាជាប្តីឬប្រពន្ធរបស់មេតកជនព្រោះថាក្នុង3លំដាប់ដែលរៀបរាប់ខាងលើហ្នឹងដូចជាអត់ឃើញមានប្តីឬក៏ប្រពន្ធសោះតែគាត់អត់មានសិទ្ធិទទួលគេមរតកទេឬក៏យ៉ាងម៉េចតែក៏មិនមែនអញ្ចឹងទេរដ្ឋក្រមរដ្ឋប្រវេណីខ្មែរផ្ដល់សិទ្ធិពិសេសដល់សហព័ន្ធគឺសិទ្ធិជាសន្តតិជនអចិន្ត្រៃយ៍មានន័យថានៅក្នុងចំណោមលំដាប់ទាំង3ហ្នឹងទោះបីជានៅក្នុងលំដាប់ណាមួយក៏មានចំណែករបស់សហព័ន្ធនៅក្នុងហ្នឹងដែរយើងគិតថាក្នុងលំដាប់ទី1មានន័យថាមេតកជនមានកូនយើងសហព័ន្ធត្រូវចូលរួមទទួលចំណែកជាមួយកូនគឺសហព័ន្ធនឹងកូននីមួយៗហ្នឹងត្រូវទទួលបានចំណែកស្មើគ្នាបើមានសហព័ន្ធម្នាក់មានកូន3នាក់អញ្ចឹងចំណែកហ្នឹងត្រូវចែកជា4ទៅសហព័ន្ធបានមួយចំណែកហើយកូន3ទៀតបានមួយចំណែកម្នាក់ទាំងអស់ហ្នឹងស្មើគ្នាក្នុងលំដាប់ទី2មេតកជនអត់មានកូនហើយមានតែឪពុកម្ដាយគឺសហព័ន្ធត្រូវទទួលបាន1ភាគឪពុកបាន1ភាគនិងម្ដាយបាន1ភាគគឺទៅ3ភាគស្មើគ្នាបើសិនជាក្នុងចំណោមឪពុកនិងម្ដាយហ្នឹងមាននៅរស់តែម្នាក់មានតែឪពុកឬក៏នៅតែម្ដាយអញ្ចឹងសហព័ន្ធបានពាក់កណ្ដាលឪពុកឬក៏ម្ដាយដែលនៅរស់ហ្នឹងត្រូវបានពាក់កណ្ដាលនៅក្នុងលំដាប់ទី3មេតកជនអត់មានទាំងកូនអត់មានទាំងឪពុកម្ដាយអញ្ចឹងគេមរតកពាក់កណ្ដាលត្រូវយកទៅឲ្យសហព័ន្ធទាំងស្រុងតែម្ដងពាក់កណ្ដាលដែលនៅសល់ទើបក៏យកទៅចែកឲ្យបងប្អូនបង្កើតដោយបងប្អូនម្នាក់ហ្នឹងទទួលបានជាចំណែកស្មើគ្នាចុះបើសិនជាក្នុងករណីមានកូនសុំវិញតើកូននោះមានសិទ្ធិទទួលគេមរតកដែរឬទេបានយោងតាមមាត្រា1156នៃក្រមរដ្ឋប្រវេណីកូនសុំក៏មានសិទ្ធិទទួលគេមរតកដូចជាកូនបង្កើតដែរហើយបើទោះជាកូនបង្កើតក្តីឬក៏កូនសុំក្តីគឺត្រូវមានចំណែកស្មើគ្នាទាំងអស់ចាចុះនៅក្នុងករណីកូនដែលត្រូវទទួលមរតកស្លាប់ទៅហើយត្រូវចែកបន្តទៅឲ្យចៅតើចំណែកមរតកនោះគេត្រូវគិតយ៉ាងដូចម្ដេចបាទក្នុងករណីហ្នឹងគឺជាករណីសន្តតិកម្មចំនួនដូចខ្ញុំបានលើកឡើងខាងលើអញ្ចឹងថាហើយគេមិនអាចគិតជាចំណែកស្មើគ្នាចែកទៅឲ្យចៅតែម្ដងទេតាមក៏ពិតរបៀបគិតជាចំណែកគេមិនអាចគិតផ្ទាល់អំពីមេតកជនផ្ទាល់ទៅចៅតែម្ដងទេគឺគេត្រូវគិតជាពីដំណាក់កាលទី1គេត្រូវបែងចែកជាចំណែកស្មើគ្នាទៅឲ្យកូនហ្នឹងសិនបន្ទាប់មកទើបគេយកចំណែករបស់កូននីមួយហ្នឹងបើសិនជាកូននឹងស្លាប់ទៅគេយកចំណែករបស់គាត់ហ្នឹងដែលគាត់ត្រូវទទួលបានហ្នឹងទៅចែកបន្តទៅឲ្យកូនរបស់គាត់ហ្នឹងទៀតដែលត្រូវជាចៅរបស់មេតកជនហ្នឹងដើម្បីឲ្យស្រួលយល់ខ្ញុំឲ្យឧទាហរណ៍មួយថាមេតកជនគាត់មានកូន3នាក់ម្នាក់ឈ្មោះខម្នាក់ឈ្មោះកម្នាក់ឈ្មោះខនិងម្នាក់ទៀតឈ្មោះកឧបមាថាប្រពន្ធគាត់ស្លាប់ទៅចោលដើម្បីកុំឲ្យពិបាកថាគិតចំណែកទៅប្រពន្ធមួយទៀតគឺនឹងគិតតែកូនចំណែកកូន3នាក់ហ្នឹងបានហើយកូនកគាត់មានកូនដែលឈ្មោះកហ្នឹងគាត់មានកូនម្នាក់ហើយខនេះមានកូន2នាក់កមានកូន3នាក់ហើយឧបមាថាកូនទាំង3នាក់ហ្នឹងស្លាប់ទាំងអស់អញ្ចឹងបើគិតទៅមេតកជនគាត់មាននៅសល់ចៅសរុបទាំងអស់6នាក់ហើយគេមរតករបស់គាត់សរុបទាំងអស់មានជាទឹកប្រាក់ចំនួនគិតជាទឹកប្រាក់ទៅមានប្រហែល$30000ឧបមាអញ្ចឹងទៅចុះអញ្ចឹងពេលដែលចែកគេមរតកគឺគេមិនមែនយក$30000ហ្នឹងទៅចែកជា6ចំណែកទៅឲ្យចៅតែម្ដងស្មើគ្នាទេគឺគេត្រូវយកទៅចែកជា3ចំណែកទៅឲ្យកូនសិនគឺថាកខនិងកបាន$10000ម្នាក់គឺត្រូវចែកជា30000ចែកនឹង3បានម្នាក់$10000បន្ទាប់មកបានគេយកទៅឲ្យចែកចំណែករបស់កូនមួយនោះហ្នឹងចែកទៅឲ្យបន្តទៅឲ្យចៅយើងឃើញថាកូនរបស់កដែលជាកូនតូលហ្នឹងគឺគាត់ត្រូវទទួលបានចំណែកទាំងអស់របស់កគឺបានទាំង$10000ចំណែកកូនរបស់ខដែលមានគ្នា2នាក់អញ្ចឹងក៏ត្រូវយកចំណែករបស់ឪពុករបស់គាត់ហ្នឹងដែលបាន$10000ហ្នឹងយកមកចែកជា2ទៀតគឺបាន$5000ម្នាក់ហើយកូនរបស់គាត់ដែលមានគ្នាដល់តែ3នាក់គឺត្រូវយក$10000ហ្នឹងមកចែកគ្នាជា3គឺត្រូវបានតែម្នាក់ជាង$3300ម្នាក់ទេដូច្នេះយើងឃើញថាសរុបជារួមមកវិញយើងឃើញថាចៅទាំង6នាក់ហ្នឹងគឺមិនបានទទួលចំណែកស្មើគ្នាទេខ្លះបាន$10000ខ្លះបាន$5000ហើយខ្លះទៀតបានតែជាង$3000ប៉ុណ្ណឹង